ថ្ងៃនេះពិតជារីករាយណាស់ដែលបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលវគ្គ SOP បាទហើយសម្រាប់ខ្ញុំផ្ទាល់ការពិតទៅសិតតែរវល់នឹងការងារហើយនឹងក្រុមគ្រួសារប៉ុន្តែឆ្លៀតឱកាសមកចូលរួមរៀននេះដើម្បីយកជាចំណេះជំនាញសម្រាប់អភិវឌ្ឍខ្លួនឯងក៏ដូចជាចែករំលែកទៅដល់ក្រុមការងារដើម្បីរីកចម្រើនទាំងអស់គ្នាបាទហើយក្នុងការរៀនរយៈពេល2ថ្ងៃនេះគឺទទួលបានលទ្ធផលច្រើនមែនទែនហើយយើងសង្កេតមើលថាការរៀននេះគឺផ្សារភ្ជាប់ជាមួយនឹងការងារយើងជាក់ស្ដែងហើយសម្រាប់ក្រុមហ៊ុនពួកខ្ញុំគឺការពិតទៅលក្ខណៈចូលជាស្តង់ដាចាប់ផ្ដើមចូលជាស្តង់ដាបានប្រហែលជា 70% ហើយប៉ុន្តែគ្រឹះទាំងអស់នេះយើងនឹងបំពេញបន្ថែមអញ្ចឹងអ្វីដែលយើងរៀនហើយយើងនឹងជួយបន្ថែមនៅក្នុងក្រុមហ៊ុនយើងហ្នឹងគឺ3ខែខាងមុខហ្នឹងគឺយើងនឹងកែតម្រូវនៅចំណុចខ្វះខាតដែលកើតឡើងដដែលជាពិសេសហ្នឹងគឺខាងបញ្ហារឿងបុគ្គលិកចូលមកមិនទៀងទាត់យើងកែតម្រូវមិនអញ្ចឹងអាហ្នឹងគេហៅថាមនោសញ្ចេតនាខ្ពស់ហើយយើងចង់ធ្វើឲ្យបរិយាកាសងារក្នុងក្រុមហ៊ុនហ្នឹងឲ្យវាមានបរិយាកាសល្អអញ្ចឹងយើងអត់ដាក់បន្ទុកអីខ្លាំងទេប៉ុន្តែបន្ទាប់មកនេះយើងនឹងកែតម្រូវចំណុចនេះឲ្យបានល្អប្រសើរបាទហើយទី2យើងនឹងធ្វើលំហូរការងារទាំង operation ហើយនឹងទាំងការងារឃ្លាំងបាទពីព្រោះការងារឃ្លាំងដោយសារយើងនៅឆ្ងាយពី office ពេកយើងពិបាក control បាទហើយទី3យើងនឹងកែតម្រូវទៅលើ SOP របស់ក្រុមហ៊ុនទាំងមូលគ្រប់ department ទាំងអស់ជាក់ស្ដែងយើងមានហើយស្រាប់ហើយប៉ុន្តែយើងនឹងកែតម្រូវបន្ថែមហើយនឹងយើងនឹង share knowledge បន្ទាប់ពីរៀននេះយើងនឹង share ក្រុមការងារទាំងអស់ដើម្បីគាត់យល់ដឹងកាន់តែច្បាស់ឲ្យស៊ីជម្រៅដូចយើងមកចូលរួមនេះដែរបាទទី4នេះយើងនឹងបង្កើតគោលការណ៍និងនីតិវិធីក្នុងការ stock ក្នុងការរក្សា stock ហើយនឹងរក្សាទ្រព្យបាទអញ្ចឹងតាក់ទងនឹងខាង warehouse ពួកខ្ញុំគឺយើងមាន stock យើងមាន equipment ទាំង equipment មានទាំង forklift ទាំងអីផ្សេងអញ្ចឹងយើងនឹងពង្រឹងបន្ថែមដើម្បីឲ្យគាត់ថែរក្សាអ្វីជាទ្រព្យរបស់ក្រុមហ៊ុនហើយនឹងធ្វើឲ្យគាត់មាន stock មានអីច្បាស់លាស់សម្រាប់ report មក office បាទសូមអរគុណច្រើន